សុខសុខមកលោកស្រីមកកាន់កម្មវិធីសម្រាប់ព័ត៌មានប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលសារព័ត៌មានណាបំពេញតទៅទៀតនេះក្រុមការងារនឹងជូនព័ត៌មានសំខាន់ៗដូចតទៅទីក្រុងហាណូយរបស់វៀតណាមទទួលបានភ្ញៀវទេសចរជាង21លាននាក់ក្នុងរយៈពេល7ខែនៃឆ្នាំ2026វឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវម្សៅទឹកដោះគោ Star Grow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille នាយកដ្ឋានទេសចរទីក្រុងហាណូយបានឲ្យដឹងថាទីក្រុងហាណូយប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរជាង21.16 លាននាក់ក្នុងរយៈពេល7ខែដំបូងនៃឆ្នាំ2026កើនឡើង 15% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនយោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី30កក្កដាបានឲ្យដឹងថាក្នុងខែកក្កដាតែមួយទីក្រុងនេះបានកំណត់ត្រាភ្ញៀវទេសចរប្រមាណ 3.16 លាននាក់កើនឡើង 11.3% ធៀបនឹងឆ្នាំមុនតួលេខនេះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណ 666,670 នាក់កើនឡើង 13.1% និងភ្ញៀវទេសចរក្នុងស្រុក 2.5 លាននាក់កើនឡើង 10.9%ចំណូលពីវិស័យទេសចរក្នុងខែកក្កដាត្រូវបានប៉ាន់ស្មានថាមានចំនួន 12.3 ត្រីលានដុងស្មើនឹង 467.4 លានដុល្លារអាមេរិកកើនឡើង 11.8% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនចន្លោះខែមករាដល់ខែកក្កដាទីក្រុងហាណូយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 5.31 លាននាក់កើនឡើង 25% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2025ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកបានឈានដល់ 15.85 លាននាក់កើនឡើង 11.9% ប្រាក់ចំណូលសរុបពីវិស័យទេសចរក្នុងអំឡុងពេល7ខែនេះមានចំនួនប្រហែល 86.47 ត្រីលានដុងដែលតំណាងឲ្យការកើនឡើង 17.9% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននិងបានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់រដ្ឋធានីក៏ដូចជាការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យនេះផងដែរក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់ចិនបានទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកជាមួយតម្លៃភាគហ៊ុនបានកើនឡើង 466%វឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវម្សៅទឹកដោះគោ Star Grow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille ក្រុមហ៊ុនផលិតបន្ទះឈីបអងចងចាំធំជាងគេរបស់ប្រទេសចិនគឺក្រុមហ៊ុន CXMT បានក្លាយជាក្រុមហ៊ុនចុះបញ្ជីដ៏មានតម្លៃបំផុតរបស់ចិនដីគោកបន្ទាប់ពីក្រុមហ៊ុននេះបានកើនឡើងជាង5ដងនៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សាររបស់ពួកគេយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026ថាក្រុមហ៊ុននេះបានបង្កើនទុនចំនួន 57.9 លានដុល្លារស្មើនឹង 8.6 លានដុល្លារនៅក្នុងការបោះផ្សាយលក់មូលបត្រលើកដំបូង IoT ដ៏ធំបំផុតរបស់អាស៊ីប្រចាំឆ្នាំនៅថ្ងៃច័ន្ទភិហ៊ុនរបស់ខ្លួនបានកើនឡើង 466% នៅក្នុងការជួញដូរនៅទីក្រុងសៀងហៃដែលធ្វើឲ្យវាមានមូលធនទីផ្សារប្រហែល 3.3 លានយ៉ែនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2016ក្រុមហ៊ុន CXMT បានក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបអងចងចាំ DRAM ឈានមុខគេរបស់ប្រទេសចិនដែលប្រើប្រាស់ក្នុង Smartphone កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនមេប្រព័ន្ធ AI និងឧបករណ៍យោធា បច្ចុប្បន្ននេះក្រុមហ៊ុនមានចំនួនប្រហែល 8% នៃទីផ្សារ DRAM សកលដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនផលិតធំជាងគេទី4របស់ពិភពលោកនៅពីក្រោយក្រុមហ៊ុន Samsung Electronics, SK Hynix និង Micron សូមបញ្ជាក់ថាសហរដ្ឋអាមេរិកបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំដើម្បីទប់ទល់ឧស្សាហកម្មពាក់កណ្ដាលសម្រេចរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ2022មកទីក្រុង Washington បានដាក់ចេញនូវការគ្រប់គ្រងការនាំចេញយ៉ាងទូលំទូលាយលើឧបករណ៍និងបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើប
ដោយពង្រីកវាបន្ថែមនៅចុងឆ្នាំ2024ដើម្បីកំណត់សមត្ថភាពរបស់ប្រទេសចិនក្នុងការផលិតឧបករណ៍អេឡិចត្រូនិកទំនើបការរឹតបន្តឹងទាំងនេះមានបំណងកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះឧបករណ៍ដែលត្រូវការដើម្បីផលិតបន្ទះឈីបទំនើបបំផុតដែលប្រើក្នុង AI និងកម្មវិធីយោធា ទីក្រុងគីវរបស់អ៊ុយក្រែនរកការគម្រាមកំហែងវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិក វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ ម្សៅទឹកដោះគោ Star Crow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Brai សម្លេចផ្ទុះជាបន្តបន្ទាប់ត្រូវបានឮនៅក្នុងរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃសៅរ៍នេះចំពេលមានការគម្រាមកំហែងដោយមីស៊ីលបាឡីស្ទិកអភិបាលទីក្រុងគីវលោកវីតាលីបានជំរុញឲ្យប្រជាជនស្វែងរកទីជម្រកជាបន្ទាន់ហើយស្នាក់នៅទីនោះរហូតដល់គ្រោះថ្នាក់បានចប់ដែលមានន័យថានៅពេលណាដែលការវាយប្រហារមានការស្ងប់ស្ងាត់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានផ្លាស់ប្ដូរការវាយប្រហារគ្នាតាមផ្លូវអាកាសនិងយន្តហោះគ្មានមនុស្សបើកការវាយប្រហារលើទីតាំងយោធាឧស្សាហកម្មយោធានិងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានធ្វើឡើងជាញឹកញាប់ចំនួនអូសបន្លាយច្រើនឆ្នាំរវាងប្រទេសទាំងពីរនៅមិនទាន់មានសញ្ញាឈានទៅរកការបញ្ចប់ជម្លោះនៅឡើយទេបងប្អូនបង្កើតជាជនជាតិរុស្ស៊ី2នាក់ត្រូវបានគេប្លន់សម្លាប់នៅក្នុងប្រទេសថៃ វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ ម្សៅទឹកដោះគោ Star Crow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Brai ពីអ្នកបងប្អូនបង្កើតនឹងគ្នាជាជនជាតិរុស្ស៊ីដែលបានបាត់ខ្លួននៅប្រទេសថៃកាលពីថ្ងៃអាទិត្យគឺត្រូវបានបញ្ជាក់ថាបានស្លាប់ហើយយោងតាមគេហទំព័រសម័យថាបានឲ្យដឹងកាលពីថ្ងៃទី31កក្កដាថាជនសង្ស័យ2នាក់ក្នុងករណីសម្លាប់នេះបានសារភាពថាបានសម្លាប់2នាក់បងប្អូនបង្កើតជាជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយដែលបានប្រព្រឹត្តឡើងនៅពេលដែលពួកគេបានព្យាយាមលួចម៉ូតូរបស់យុវជនរុស្ស៊ីទាំង2នាក់នោះមានការចោទប្រកាន់ថាជនសង្ស័យបានបាញ់ប្អូនប្រុសអាយុ17ឆ្នាំនិងវាយបងស្រីអាយុ22ឆ្នាំទាល់តែបណ្ដាលឲ្យនាងស្លាប់តែម្ដងជនសង្ស័យត្រូវបានគេរាយការណ៍ថាបានកប់សាកសពនៅជិតខៅឈីឆាន់ក្នុងខេត្តឈុនបុរីម៉ូតូត្រូវបានរុះរើដោយផ្នែកហើយកប់នៅជិតទីបញ្ចុះសពមួយជនសង្ស័យមានអាយុ43ឆ្នាំនិង39ឆ្នាំត្រូវបានចាប់ខ្លួននៅស្រុកវងសំប៊ុនខេត្តសាកែវនៅថ្ងៃទី31កក្កដាពួកគេត្រូវបាននាំទៅកាន់កន្លែងបញ្ចុះសពដែលសង្ស័យថាត្រូវបានលាក់ទុកដើម្បីកំណត់អត្តសញ្ញាណកន្លែងដែលសាកសពត្រូវបានគេចាប់ប្រកាន់ សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលមនុស្សយន្តពីប្រទេសចិនដោយបារម្ភពីការលួចឃ្លាំមើលនិងលួចទិន្នន័យ វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ ម្សៅទឹកដោះគោ Star Crow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Brai កាលពីថ្ងៃអង្គារទីក្រុង Washington បានប្រកាសហាមឃាត់ការនាំចូលមនុស្សយន្តដែលផលិតដោយបរទេសទៅកាន់សហរដ្ឋអាមេរិកដែលភាគច្រើនផ្ដោតលើប្រទេសចិនដែលជាក្រុមហ៊ុនផលិតឈានមុខគេមួយរបស់ពិភពលោកគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC បានលើកឡើងពីហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិកក្នុងការពន្យល់ពីចលនានេះយ៉ាងណាក៏ដោយទីក្រុងប៉េកាំងបានបដិសេធជានិច្ចនៅវិធានការស្រដៀងគ្នារបស់សហរដ្ឋអាមេរិកថាជាហេតុផលនយោបាយយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29ខែកក្កដាឆ្នាំ2026ថាវាកើតឡើងក្នុងចំណោមការប្រណាំងប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុង Washington និងទីក្រុងប៉េកាំងដើម្បីគ្របដណ្ដប់លើ AI និងបច្ចេកវិទ្យាទំនើបផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីនេះប្រទេសទាំងពីរបានដាក់កម្រិតគ្នាទៅវិញទៅមកជាបន្តបន្ទាប់លើវិស័យបច្ចេកវិទ្យារបស់គ្នាទៅវិញទៅមកការរឹតបន្តឹងចុងក្រោយបំផុតអនុវត្តចំពោះឧបករណ៍មនុស្សយន្តទំនើបថ្មីដែលផលិតដោយបរទេសរួមទាំងមនុស្សយន្តដែលផលិតដោយបរទេសនិងមនុស្សយន្តជើង4ក៏ដូចជាឧបករណ៍បំលែងថាមពលដែលប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យនិងការដំឡើងថាមពលព្រះអាទិត្យ
FCC បាននិយាយថាផលិតផលទាំងនេះបង្កហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិកដោយអះអាងថាពួកគេអាចអនុញ្ញាតឲ្យតួអង្គបរទេសធ្វើការឃ្លាំមើលលួចទិន្នន័យសម្រួលដល់ការចូលប្រើពីចម្ងាយឬចាប់ផ្ដើមការវាយប្រហារតាមអ៊ីនធឺណិត model ដែលមានស្រាប់ដែលត្រូវបានអនុញ្ញាតដោយទីភ្នាក់ងារនេះពីមុនត្រូវបានលើកលែងពីការហាមឃាត់ទីក្រុង Washington បានដាក់កម្រិតយ៉ាងទូលំទូលាយកាន់តែខ្លាំងឡើងលើបច្ចេកវិទ្យាចិនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះចាប់តាំងពីឆ្នាំ 2022 សហរដ្ឋអាមេរិកបានរឹតបន្តឹងជាបន្តបន្ទាប់លើការនាំចេញបន្ទះ chip AI ទំនើបឧបករណ៍ផលិតឧបករណ៍អេឡិចត្រូនិកនិងបច្ចេកវិទ្យាពាក់ព័ន្ធខណៈពេលក៏ទប់ស្កាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យ AI និងបន្ទះ chip របស់ប្រទេសចិនផងដែរសេតវិមានក៏បានប្រឆាំងនឹងយានយន្តហោះគ្មានមនុស្សបើកនិងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលភ្ជាប់ជាមួយចិនដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិនិងចោទប្រកាន់ពីការលួចកម្មសិទ្ធិបញ្ញាទីក្រុងប៉េកាំងវិញក៏បានឆ្លើយតបជាមួយនឹងការគ្រប់គ្រងការនាំចេញលើរ៉ែសំខាន់ៗរួមមាន Gallium, Germanium, Graphite, Antimony និងរ៉ែដ៏កម្រផ្សេងទៀតខណៈពេលដែលរដ្ឋបិទក្រុមហ៊ុនអាមេរិកដូចជា Micron នឹងត្រួតពិនិត្យផលិតផល AI របស់ Nvidia មួយចំនួនដោយផ្អែកលើមូលដ្ឋានសន្តិសុខហ្វាំងឡង់យកប្រេង 60,000 លីត្រចេញពីកប៉ាល់លិចក្នុងសង្គ្រាមលោកលើកទី 2 នៅសមុទ្របាល់ទិក វឌ្ឍនៈ Premium Light ឈ្នះពាន Pride of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ ម្សៅទឹកដោះគោ Star Crow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសកលវិទ្យាល័យ Bill Bright យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានហ្វាំងឡង់បានឲ្យដឹងថាប្រទេសហ្វាំងឡង់បានយកប្រេងប្រហែល 60,000 លីត្រចេញពីកប៉ាល់ការពារឆ្នេរសមុទ្រក្នុងសង្គ្រាមលោកលើកទី 2 ដោយជោគជ័យយោងតាមសេចក្តីប្រកាសព័ត៌មានប្រតិបត្តិការនេះដែលបានធ្វើឡើងចាប់ពីថ្ងៃទី 14 ខែកក្កដាដល់ថ្ងៃទី 24 ខែកក្កដាត្រូវបានដឹកនាំរួមគ្នាដោយវិទ្យាស្ថានបរិស្ថានហ្វាំងឡង់និងកងទ័ពជើងទឹកហ្វាំងឡង់ដោយមានការគ្រប់គ្រងពីឆ្មាំព្រំដែនហ្វាំងឡង់និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រមុជទឹកនៃកងការពារជាតិជាលទ្ធផលប្រេងប្រហែល 60,000 លីត្រត្រូវបានយកចេញពីធុងប្រេងរបស់កប៉ាល់ទោះជាយ៉ាងណាក៏ដោយប្រេងប្រហែល 40,000 លីត្រនៅតែជាប់នៅខាងក្នុងកប៉ាល់លិចហើយប្រតិបត្តិការរុករកត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ 2027 កប៉ាល់ការពារឆ្នេរសមុទ្រ Ilmarin ដែលបានលិចក្នុងខែកញ្ញាឆ្នាំ 1941 បន្ទាប់ពីបុកអណ្ដូងរ៉ែមួយនៅភាគខាងជើងសមុទ្របាល់ទិកគឺជាកប៉ាល់លិចមួយក្នុងចំណោមកប៉ាល់លិចដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានសមុទ្របាល់ទិកយោងតាមកងទ័ពជើងទឹកហ្វាំងឡង់ប្រតិបត្តិការនេះពិតជាលំបាកខ្លាំងណាស់ដោយសារកប៉ាល់លិចស្ថិតនៅជម្រៅពី 60 ទៅ 80 ម៉ែត្រដែលតម្រូវឲ្យមានវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងសម្រាប់ឧបករណ៍សកម្មភាពមុជទឹកនិងប្រតិបត្តិការលើផ្ទៃទឹកយោងតាមរដ្ឋមន្ត្រីក្រសួងអាកាសធាតុនិងបរិស្ថានហ្វាំងឡង់លោកសារីម៉ាល់តាឡាដោយសារតែប្រតិបត្តិការនេះកប៉ាល់ Ilmarin ឥឡូវនេះបានបង្កហានិភ័យទាបជាងគួរឲ្យកត់សម្គាល់ចំពោះបរិស្ថានសមុទ្របាល់ទិកលោកបានសង្កត់ធ្ងន់ថាវាជារឿងសំខាន់ក្នុងការបញ្ចប់ការដកយកប្រេងចេញផងដែរ